ងការកំណាតគឺយើងធ្វើដើម្បីឲ្យយើងមានសុខភាពល្អដើម្បីឲ្យយើងអាយុវែងដើម្បីឲ្យការងាររបស់យើងនឹងប្រសើរឡើងពង្រីកឱកាសរបស់យើងប៉ុន្តែពង្រីកឱកាសយើងមានឱកាសតែបើសិនជាកត្តាមនុស្សយើងអត់ដូចគ្នាតោះនេះកត្តាមនុស្សជាអីកត្តាមនុស្សគឺចំណេះជំនាញរបស់យើងការប្រឹងប្រែងតស៊ូរបស់យើងបើខ្លួនយើងអត់មានចំណេះជំនាញយើងមិនមានការប្រឹងប្រែងតស៊ូទេយើងខ្ជិលស្មើនឹងកត្តាមនុស្សរបស់យើង0គុណនឹង100ហ្មង0ហ្នឹងគេថាចង់ឲ្យទេវតាជួយបើខ្លួនឯងចេះជួយខ្លួនឯងផងហ្នឹងអ្នកណាជួយបានសំខាន់គឺកត្តាមនុស្សរបស់យើងមានភ្ញៀវខ្ញុំភ្ញៀវធំពេលច្រើនគាត់ធ្វើជាមួយខ្ញុំទទួលកាន់ខេសភ្ញៀវធំអញ្ចឹងជួនកាលគាត់ធ្វើទៅគ្នាគាត់3នាក់អ្នកគាត់ធ្វើឲ្យ6ខែគាត់រកចំណូលបានចូល6ទៅ10លានដុល្លារដល់ពេលមិត្តភ័ក្តិរបស់គាត់គាត់ថាមិនខ្ញុំរកបានអត់ដល់1លានផងណែគេនិយាយម្នាក់6 10 6ខែដូចគ្នាពេលវេលាដែលគាត់ធ្វើក្នុងខែតែមួយតែថ្ងៃខុសគ្នាម្នាក់បាន6 10លានម្នាក់ទៀតបានអត់ដល់1លានទេតែចំណាយប្អូនស្រីរបស់គាត់ក្នុងនោះគាត់ធ្វើ3នាក់ក៏រកបានជាង20លានអញ្ចឹងគាត់សួរថាហេតុអីបានធ្វើដូចគ្នាតែផលបានខុសគ្នាមកពីអីកត្តាមនុស្សគឺសំដៅទៅលើចំណេះជំនាញរបស់គាត់ភាពវៃឆ្លាតរបស់គាត់និង business របស់គាត់តើ business របស់គាត់ប៉ុណ្ណាពង្រីក business របស់គាត់កម្រិតណាអញ្ចឹងខ្ញុំឧទាហរណ៍ថា business របស់គាត់ក្នុងមួយខែគាត់រកបានតែ10000នេះតែគាត់រំពឹងមួយខែឲ្យបាន1លានបានទេបើ business របស់គាត់លក់បានតែ10000វាយអស់ច្រើនគុណនឹង2ឬគុណនឹង3អត់តែបើ business គាត់លក្ខណៈជា business ខ្នាតធំលុយធំចេញចូលស្រាប់ហើយប៉ុន្តែស្ទះឬក៏ជាឱកាសជួបឱកាសហើយប៉ុន្តែចាប់អត់បានអានឹងដាក់ទៅគឺចាប់បានលឿនដែរអានឹងគឺការពង្រីកឱកាសការចាប់ឱកាសគឺយកកត្តាមនុស្សទៅចាប់